Raphael ពាក្យនេះនៅក្នុងភាសាបារាំងមានន័យថាខ្យល់ព្យុះឬក៏ជាការបាញ់រះនៃគ្រាប់កាំភ្លើងហើយឈ្មោះនេះពិតជាស័ក្តិសមបំផុតសម្រាប់យន្តហោះដែលយើងនឹងនិយាយនៅថ្ងៃនេះសួស្តីនិងសូមស្វាគមន៍មកកាន់ Channel Khmer News Daily ខ្ញុំបាននឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្គាល់បិសាចអាកាសរបស់បារាំងតែធ្លាប់ត្រូវបានគេមើលនិយាយថាជាយន្តហោះលោកមិនចេញប៉ុន្តែឥឡូវនេះវាបានក្លាយជាយន្តហោះដែលប្រទេសមហាអំណាចតូចធំទន្ទឹមគ្នាទិញយកទៅការពារជាតិតើវាមានអ្វីពិសេសតើវាខ្លាំងប៉ុណ្ណាតោះយើងទៅជីកកាយទាំងអស់គ្នារឿងរ៉ាវរបស់ Raphael ចាប់ផ្ដើមឡើងនៅទសវត្សរ៍ឆ្នាំ1980កាលនោះប្រទេសនៅអឺរ៉ុបដូចជាអង់គ្លេសអាល្លឺម៉ង់អ៊ីតាលីអេស្ប៉ាញនិងបារាំងបានចាប់ដៃគ្នាដើម្បីបង្កើតយន្តហោះចម្បាំងរួមគ្នាមួយដែលយើងស្គាល់ថាជាគម្រោង Eurofighter ប៉ុន្តែបារាំងមានគំនិតមួយប្លែកពីគេបារាំងចង់បានយន្តហោះដែលអាចចុះចតនៅលើនាវាដឹកយន្តហោះបាន Carrier Capable ព្រោះបារាំងមាននាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរចំណែកឯប្រទេសផ្សេងទៀតគេអត់ត្រូវការទេគេចង់បានតែយន្តហោះហោះចេញពីដីគោកធម្មតាដោយសារនិយាយគ្នាមិនត្រីបារាំងក៏សម្រេចចិត្តថាអូខេបើមិនតាមខ្ញុំលេងម្នាក់ឯងក៏បានបារាំងក៏ដើរចេញពីគម្រោង Eurofighter ហើយក្រុមហ៊ុន Dassault Aviation ក៏ចាប់ផ្ដើមបង្កើត Raphael ដោយខ្លួនឯងសុទ្ធសាធនេះហើយជាមូលហេតុដែល Raphael និង Eurofighter Typhoon មានមុខមាត់ស្រដៀងគ្នាព្រោះវាមានឫសគល់ចេញពីគម្រោងតែមួយចំណុចដែលធ្វើឲ្យ Raphael សង្ហានិងរហ័សរហួនគឺការរចនាបែប Delta Wing ស្លាបរាងត្រីកោណបូកជាមួយនឹង Canards គឺជាស្លាបតូចៗនៅជិតក្បាលយន្តហោះដែលមើលទៅដូចជាពុកមាត់តួនាទីរបស់វាមិនមែនដើម្បីលម្អទេតែវាជួយឲ្យ Raphael អាចបត់បែនបានលឿនដូចរន្ទះជាពិសេសពេលវាគញាគៀកឬ dog fight វាជួយរុញខ្យល់ចូលទៅក្នុងស្លាបធំធ្វើឲ្យយន្តហោះអាចហោះយឺតក៏មិនធ្លៀងនិងហោះលឿនក៏រឹងមាំយន្តហោះនេះអាចទ្រាំនឹងកម្លាំងសម្ពាធរហូតដល់ 9G មានន័យថាបើអ្នកបើកបរមានទម្ងន់60គីឡូក្រាមផ្លេតបត់ខ្លាំងខ្លួនគាត់នឹងមានទម្ងន់ធ្ងន់ដោយដំរីសង្កត់គឺជិតកន្លះតោនចំណុចដែលធ្វើឲ្យ Raphael ខុសប្លែកដាច់ពីគេពីយន្តហោះអាមេរិកឬរុស្ស៊ីគឺពាក្យថា Omni-role យន្តហោះភាគច្រើនគេហៅថា Multi-role មានន័យថាវាអាចធ្វើរឿងច្រើនបានតែត្រូវដូរគ្រឿងឬដូរម៉ូដប៉ុន្តែសម្រាប់ Raphael Wing ពាក្យថា Omni-role មានន័យថាធ្វើគ្រប់យ៉ាងក្នុងពេលតែមួយស្រមៃថាអ្នកកំពុងបើក Raphael អ្នកអាចបំពាក់គ្រាប់បែកទៅទម្លាក់កំទេចលេណោះសត្រូវ Ground Attack ហើយក្នុងពេលហោះទៅនោះបើស្រាប់តែមានយន្តហោះសត្រូវមកស្ទះផ្លូវអ្នកអាចបាញ់ប្រយុទ្ធជាមួយគេបានភ្លាម Air to Air ដោយមិនបាច់ត្រឡប់ទៅដូរគ្រាប់ទេហើយក្នុងពេលជាមួយគ្នានោះទៀតកាមេរ៉ារបស់អ្នកក៏កំពុងថតយកការរងសម្ងាត់ Reconnaissance ផ្ញើទៅមានបញ្ជាការខាងក្រោមទៀតនេះហើយគឺ Omni-role គឺមួយជើងធ្វើបានទាំងអស់រឿងដែលគួរឲ្យខ្លាចបំផុតរបស់ Raphael មិនមែនជាល្បឿនទេតែជាប្រព័ន្ធការពារជាតិដែលគេហៅថា Spectra គឺជាប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដ៏ឆ្លាតវៃវាមិនមែនជាយន្តហោះ Stealth ឬយន្តហោះដែលមិនមើលឃើញដោយ F-35 របស់អាមេរិកនោះទេតែវាប្រើវិធី Active Cancellation ខ្ញុំសូមឧទាហរណ៍ងាយៗបើរ៉ាដាសត្រូវបញ្ជូនរលកសញ្ញាមកប៉ះ Raphael ប្រព័ន្ធ Spectra នឹងចាប់យកសញ្ញានោះហើយបាញ់សញ្ញាមួយទៀតតបទៅវិញដើម្បីបន្លំភ្នែករ៉ាដាសត្រូវវាដូចទីការដែលយើងពាក់មុខកាត់ហើយស្រែកបន្លំសំឡេងអញ្ចឹងសត្រូវអាចនឹងដឹងថាមានអ្វីនៅទីនោះតែមិនដឹងច្បាស់ថាជាអ្វីឬនៅត្រង់ណាឡើយគេហៅថា Digital Stealth Raphael មិនមែនជាគ្រាន់តែពូកែកិច្ចទេវាពូកែវៃបោះវិញអាវុធដែលល្បីបំផុតរបស់វាគឺ Meteor Missile នេះជាក្រុមមីស៊ីលបាញ់ពីលើអាកាសដែលមានម៉ាស៊ីន Ramjet ផ្ទាល់ខ្លួនអាចហោះបានចម្ងាយជាង100គីឡូម៉ែត្រហើយអ្វីដែលពិសេសគឺវាអាចបង្កើនល្បឿននៅវិនាទីចុងក្រោយធ្វើឲ្យយន្តហោះសត្រូវមិនភ្លឺរួច No Escape Zone ក្រៅពីនេះវានៅមានគ្រាប់ Scorp ឬហៅថា Storm Shadow ដើម្បីបាញ់កំទេចលេណោះសត្រូវពីចម្ងាយនិងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ASMP បានទៀតផងត្រីហើយ Raphael គឺជាយន្តហោះដែលបារាំងប្រើដើម្បីដឹកគ្រាប់នុយក្លេអ៊ែរព្រមានសត្រូវ Raphael មិនមែនគ្រាន់តែខ្លាំងលើក្រដាសទេវាធ្លាប់ចូលសមរភូមិនៅឆ្នាំ2011នៅប្រទេសលីប៊ី Raphael គឺជាយន្តហោះដំបូងគេបង្អស់ដែលហោះចូលទៅក្នុងដែនអាកាសរបស់ Gaddafi ខណៈដែលយន្តហោះអាមេរិកនៅរងចាំការបញ្ជា Raphael របស់បារាំងបានហោះចូលទៅគំទេចរត់ទាំងសត្រូវបាត់ទៅហើយនៅប្រទេសម៉ាលី Operation Serval Raphael បានហោះពីប្រទេសបារាំងទៅទម្លាក់គ្រាប់បែកនៅទ្វីបអាហ្វ្រិកបាន 9.95 ម៉ោងនិងចាក់សាំងលើអាកាស5ដងទៀតនេះបញ្ជាក់ថាវាធន់និងអាចទុកចិត្តបានកម្រិតណាស់ពីមុនគេថា Raphael ថ្លៃហិលពិបាកលោកតែឥឡូវនេះអ្វីៗក៏បានប្រែប្រួលដែរឥណ្ឌាបានទិញ Raphael ទាំងសម្រាប់កងទ័ពអាកាសនិងថ្មីនេះសម្រាប់កងទ័ពជើងក្រោមទៀត AC មេកាតាក៏ជាមួយដុំដែរ
ហើយសូម្បីតែឥណ្ឌូនេស៊ីនៅអាស៊ានយើងនេះក៏បានកំងទិញរាប់សិបគ្រឿងដែរមូលហេតុមួយធំដែលគេទិញ Rafael គឺដោយសារឯករាជ្យទិញពីអាមេរិកជួនកាលអាមេរិកមិនឲ្យប្រើគ្រាប់នេះមិនឲ្យហុកទៅទីនោះតែទិញពីបារាំងគឺបារាំងមិនសូវខ្វល់រឿងនយោបាយស្មុគស្មាញទេឲ្យតែមានលុយនិងមិនមែនជាសត្រូវរបស់បារាំងគឺលោកឲ្យទាំងអស់ជាមួយនឹងបច្ចេកវិទ្យាពេញលេញសរុបមក Dassault Rafael គឺជាឧទាហរណ៍មួយនៃការតស៊ូរបស់អ៊ីនជីញ័រកាលពីជាតិបារាំងពីការបែកបាក់ជាមួយអឺរ៉ុបមកជាការបង្កើតរបានយន្តហោះដែលខ្លាំងនិងឆ្លាតបំផុតមួយនៅលោកវាប្រហែលជាមិនមែនទីយន្តហោះដែលល្បឿនបំផុតឬបំបាំងកែល្អបំផុតដូច F-122 របស់អាមេរិកទេតែវាគឺជាយន្តហោះដែលធ្វើបានគ្រប់យ៉ាងនិងធ្វើបានល្អចុះបងប្អូនយល់យ៉ាងណាដែរចំពោះបិសាចបារាំងមួយនេះបើកម្ពុជាយើងមានលុយតែយើងគួរទិញ Rafael មកការពារដែនការដែរឬទេសូម comment នៅខាងក្រោមកុំភ្លេចចុច like share និង subscribe channel Khmer News Daily ដើម្បីទទួលបានចំណេះដឹងយោធានិងព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា